សួស្តីបងប្អូនបាទខ្ញុំមានប្រភេទ USB wireless USB wireless នេះគឺយើងប្រើវាសម្រាប់ចំពោះកុំព្យូទ័រដែលអត់មាន Wi-Fi បាទន័យថាអត់ចាប់ Wi-Fi បានជាពិសេសពួក desktop កុំព្យូទ័រ desktop វាមានធុងផងពួកហ្នឹងវាចាស់ចាស់វាអត់មានទេអញ្ចឹងបច្ចុប្បន្ននេះគឺភាគច្រើនយើងប្រើ Wi-Fi ចឹងកុំព្យូទ័រធុងហ្នឹងចាប់អត់បានអញ្ចឹងចាប់អត់បានយើងមានប្រភេទ USB Wi-Fi នេះ USB Wi-Fi ខ្ញុំនេះសម្រាប់តេស្តអញ្ចឹងបងប្អូនអស់បារម្ភហើយចង់ឲ្យកុំព្យូទ័រ desktop យើងចាប់ Wi-Fi បានដូចជា laptop បាទដូចជា laptop ដូចជាទូរស័ព្ទឲ្យបានយើងគ្រាន់តែមាន USB Wi-Fi នេះមួយគឺយល់អានេះជាប្រភេទអង់តែន2ហើយវាមានតាមប្រភេទរបស់វាដែរ USB ខ្លះវាដោតទៅវាស្គាល់អូតូហ្មងវាដាក់ទៅវាស្គាល់ប៉ុន្តែភាគច្រើនគឺវាតម្រូវឲ្យទា install software វាហើយ software វានៅក្នុងនឹងស្រាប់ទេពេលដែលយើងដោតទៅវានឹង alert ចេញនៅលើ desktop យើងនេះហើយលើ monitor ហើយភាគច្រើនវា alert នៅkiaនេះខាងក្រោមជំហានខាងស្ដាំណានេះជំហានស្ដាំវាច្រើន alert នេះណាអញ្ចឹងប្រភេទនេះវាអត់នេះទេវាអត់ស្គាល់អូតូទេគឺវាត្រូវការ alert install driver ហើយ driver គឺមាននៅក្នុងនឹងស្រាប់ពេលដែលយើងដោតទៅវានេះហើយឥឡូវនេះខ្ញុំធ្វើការ test ប្រភេទ USB Wi-Fi ណា Wi-Fi លេខ Wi-Fi ហ្នឹងគឺកម្រិតវា 5G AC 1300 មេ AC 1300 មេ wireless USB free driver adapter ណា free driver adapter បានន័យថា driver វានៅក្នុងនឹងស្រាប់អូខេឥឡូវខ្ញុំសាកដោតទៅលើនេះ laptop ខ្ញុំមានតម្លើង Windows ថ្មីអញ្ចឹងពេលដែលឡើង Windows ថ្មីហ្នឹងគឺវាអត់ស្គាល់ទេវាស្គាល់ Wi-Fi អញ្ចឹងវាបាត់ driver ច្រើនខ្ញុំមិនដឹងមិនដែរបានជាបាត់មកពីខ្ញុំអត់ចេះតម្លើង Windows មិនជាមួយ plot ស្នៀតមិនទេវាអត់ស្គាល់ច្រើនណាអញ្ចឹងវាអត់ស្គាល់ Wi-Fi ទេមានតែរូបយន្តហោះមួយគត់ណាតែនេះជា monitor network hotline អញ្ចឹងវាស្គាល់ Wi-Fi ទេនេះ network វាណាអត់ស្គាល់ទេអញ្ចឹងយើងលំបាកក្នុងការភ្ជាប់អ៊ីនធឺណិតដើម្បីឲ្យវា download driver ដោយសារយើងអត់មាន driver ទុកអញ្ចឹងវា format ឲ្យថ្មីចេះអញ្ចឹងឥឡូវខ្ញុំធ្វើ test ជូនបងប្អូនមើលអូខេអញ្ចឹងខ្ញុំដោតចូល USB ណា USB laptop ខ្ញុំហ្នឹងអូខេពេលដែលខ្ញុំដោតហើយបងប្អូនចាំមើលកន្លែងនេះណាជំហាននេះវាមាន alert អត់ណាបើវា alert មកគឺយើងមាន driver សម្រាប់តម្លើងវាហើយណាអូខេអញ្ចឹងដោតមកវាមាននេះមានត្រាយនេះត្រាយ CD វាមានត្រាយ CD នេះឡើងមកហ៎ធម្មតាវាអត់មានទេបើយើងដកវាចេញគឺអត់មានទេតោះចេញវាបាត់ហើយណាអញ្ចឹងពេលដែលយើងដោតគឺវាមាន driver នៅកន្លែងហ្នឹងឃើញទេពេលដែលខ្ញុំដោតហើយនេះពេលដែលខ្ញុំដោតហើយអញ្ចឹងដោតហើយវានឹងឡើង driver នៅកន្លែងនេះអូខេអញ្ចឹងយើងអាច install វាបានណានេះញ៉ាបងប្អូនចុចលើវា2ដងមកនេះណាចុចកន្លែងហ្នឹង2ដងមកពេលវា double click វាមកវានឹងចេញផ្ទាំងមកឲ្យយើងណា Do you want allow this app from unknown publish to make change your PC ណា Wi-Fi auto install ណា Wi-Fi install setup អូខេយើងយក yes មកអូខេ yes ហើយយើងនិចតាមវាមកកន្លែងហ្នឹងហើយដែលវា note នៅលើដុំដុំ USB ហ្នឹងដែលវា note វាដាក់ថា free ណា wireless USB free driver ឃើញទេអានេះវាមានភ្លើង load ទេភ្លើងពណ៌បៃតងអូខេអញ្ចឹងយើងមកមើលកុំព្យូទ័ររបស់យើងណាកុំព្យូទ័រនេះយើងស្គាល់ហើយនេះបាទបងប្អូនឃើញខាងក្រោមពីខាងក្រោមបាទជំហានខាងស្ដាំណាជំហានខាងស្ដាំពីខាងក្រោមនេះគឺវាមាន Wi-Fi ហើយណាអញ្ចឹងបានន័យថាកុំព្យូទ័រយើងហ្នឹងមាន Wi-Fi ហើយអូខេយើងចុចមកណែណាពីចាប់បានព្រាតសិតតែ Wi-Fi ណា
នេះជាអាជីខ្ញុំបង្ហាញបងប្អូនពីរបៀបប្រើប្រាស់ USB ណា USB Wi-Fi គឺវាមានអត្ថប្រយោជន៍អញ្ចឹងហើយកុំព្យូទ័រខ្ញុំនេះវាមិនមែនខូច Wi-Fi ទេ Wi-Fi វាមានប៉ុន្តែដោយសារវាបាត់ driver ខ្ញុំ format ទៅបាត់ driver អស់ link ទៅអញ្ចឹងខ្ញុំដើម្បីឲ្យអាច download បានគឺខ្ញុំត្រូវតែមាន USB ហ្នឹងយកមកបតោកវាដើម្បីឲ្យវាចាប់ Wi-Fi បានពេលដែលយើងចាប់ Wi-Fi បានគឺកុំព្យូទ័រហ្នឹងមានអ៊ីនធឺណិតហើយកាលណាមានអ៊ីនធឺណិតយើងអាច search Google search ស្អី search រក Wi-Fi driver រកស្អី driver ទាំងអស់ហ្នឹងបានណានិយាយរួមកុំព្យូទ័រតាណាមានអ៊ីនធឺណិតហើយគឺបាត់ driver បាត់អីគឺមិនជាការពិបាកអីហើយចង់មើលរឿងមើលអីធ្វើអីបានទាំងអស់ហ្នឹងហើយអរគុណច្រើនបងប្អូនណាអរគុណ